តបងប្អូនថ្ងៃនេះមកតាមដាននៅព័ត៌មានពេលយប់បាទជាបន្តទៀតបាទជាមួយនឹងខ្ញុំបាទប៊ុនធឿន MC បងប្អូនណាបាទបងប្អូនកុំភ្លេចជួយ follow TikTok ម្នាក់មួយបាទដើម្បីយើងទទួលបាននៅវីដេអូអាប់ដេតថ្មីៗជាបន្តទៀតដែលខ្ញុំនឹងធ្វើការupload ជូនបាទជាបន្តបន្ទាប់បាទថ្ងៃនេះយើងទៅជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់អាមេរិកចិនត្រៀមជួបគ្នាផ្ទាល់នៅម៉ាឡេស៊ីតាមសេចក្តីរាយការណ៍របស់ Bloomberg កិច្ចប្រជុំលើកក្រោយនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនត្រូវបានកំណត់សម្រាប់សប្តាហ៍ក្រោយដោយរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកលោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng នឹងត្រូវប្រជុំមុខគ្នាចរចាដើម្បីរកច្រកចេញកាត់បន្ថយវិធានការកើនឡើងកម្ដៅថ្មីនៅក្នុងវិវាទពន្ធគយរវាងមហាអំណាចសេដ្ឋកិច្ចនិងយោធាធំបំផុតទាំងពីរបាទចិននិងអាមេរិកប៉ះគ្នាបងប្អូនបាទចរចាគ្នារវាងពន្ធគយបងប្អូនដោយសារអាមេរិកដាក់ពន្ធគយទៅលើចិនហ្នឹងច្រើនមែនទែន 100% ប្រទេសម៉ាឡេស៊ីហាក់ត្រូវប៉ាន់យ៉ាងខ្លាំងនៅក្នុងការជ្រើសរើសជាទីតាំងសម្របសម្រួលចំនួនរវាងមហាអំណាចបន្ទាប់ពីម៉ាឡេស៊ីបានធ្វើជាអ្នកសម្របសម្រួលដោយជោគជ័យនៅក្នុងចំនួនកម្ពុជានិងប្រទេសថៃដែលបានផ្ទុះអាវុធទ្រង់ទ្រាយធំកាលពីចុងខែកក្កដាដែលបានបណ្ដាលឲ្យមានទាហានរាប់សិបនាក់បានស្លាប់និងមានជនភៀសសឹករាប់សែននាក់ Bloomberg បានរាយការណ៍ថារដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកលោក Bessent បាននិយាយថាលោកបាននិយាយតាមអនឡាញជាមួយនឹងឧបនាយករដ្ឋមន្ត្រីចិនកាលពីល្ងាចថ្ងៃទី17ខែតុលាតំណាងពាណិជ្ជកម្មអាមេរិកJamison Greer ក៏បានចូលរួមនៅក្នុងកិច្ចពិភាក្សាតាមអ៊ីនធឺណិតផងដែរប្រធានរដ្ឋាភិបាលមុននេះបានពណ៌នាការពិភាក្សាជាមួយលោក He ថាស្មោះត្រង់និងលម្អិតហើយបានបញ្ជាក់ជាថ្មីនៅផែនការដើម្បីជួបដោយផ្ទាល់នៅសប្តាហ៍ក្រោយកាលពីថ្ងៃពុធសប្តាហ៍នេះមន្ត្រីជាន់ខ្ពស់អាមេរិកទាំងពីររូបខាងលើនេះបានស្ដីបន្ទោភាគីចិនចំពោះការរដ្ឋបិទការនាំចេញរ៉ែកម្រទៅកាន់ទីផ្សារអន្តរជាតិដែលសម្ដៅជាសំខាន់ទៅកាន់ទីផ្សារអាមេរិកដែលនាំទៅដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មរបស់សហរដ្ឋអាមេរិកជាការឆ្លើយតបលោក Donald Trump បានលើកឡើងពីការដាក់វិធានការពន្ធថ្មីរហូតដល់ 100% នៅលើទំនិញនាំចូលពីប្រទេសចិនតាមការចេញផ្សាយចុងក្រោយនេះលោក Bessent បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងសេតវិមានថាគាត់និងខ្ញុំនិងគណៈប្រតិភូមួយក្រុមនឹងជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ីប្រហែលជាមួយសប្តាហ៍ចាប់ពីថ្ងៃស្អែកដើម្បីរៀបចំសម្រាប់ប្រធានាធិបតីទាំងពីរជួបគ្នាទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់រដ្ឋប្រទេសចិនបានរាយការណ៍ថាភាគីទាំងពីរមានការផ្លាស់ប្ដូរទស្សនៈដោយស្មោះត្រង់ស៊ីជម្រៅនិងស្ថាបនាលើបញ្ហាសំខាន់នៅក្នុងការទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីការអត្ថាធិប្បាយរបស់លោក Bessent បានកាត់ឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បង្ហាញសុទិដ្ឋិនិយមថាការពិភាក្សាជាមួយនឹងមន្ត្រីចិនអាចទទួលបានកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយវិបត្តិដែលឃើញលោក Trump គំរាមដំឡើងពន្ធយ៉ាងខ្លាំងបាទនេះគឺជាព័ត៌មានតកតងជាមួយនឹងចិននិងអាមេរិកបាទត្រៀមជួបគ្នានៅឯប្រទេសម៉ាឡេស៊ីបាទ